banត្រីស្រែស្រស់ប្រឡាក់ជៀនថ្មីអញ្ចឹងហើយនិយាយថាឆ្ងាញ់ណាជាតិមែនតែនបើសិនជាប្រឡាក់ហើយយកវាទៅហាលក្រៀមយកវាមកជៀនវិញអានឹងអត់សូវឆ្ងាញ់ទេបានថ្មីអញ្ចឹងហើយបានទៅឆ្ងាញ់ហ្មងហើយត្រីរបស់ខ្ញុំមកដោយតែបងប្អូនធ្លាប់ដឹងអញ្ចឹងគ្មានបានទិញអីទេប៉ាយកមកឲ្យទៀតហើយនិយាយពីថាត្រីហ្នឹងស្រស់មែនតែនដោយសារតាប៉ាគាត់ទៅរកខ្លួនគាត់បងបានខ្លួនឯងនិយាយពីថាយកត្រីមកឲ្យកូនហ្នឹងទៅតែចេញមកពីទឹកមាត់មិនតាន់បាត់ស្វាយផងជិះម៉ូតូយកមកឲ្យកូនប៉ាយកមកហូបមកឲ្យញ៉ាំហើយឆ្លៀតពេលហ្នឹងប្រើគាត់ឲ្យមើលចៅឲ្យទៀតខ្លួនឯងនេះឆ្លៀតមកធ្វើត្រីពួកដោយសារតែយកមកភ្លាមអញ្ចឹងធ្វើភ្លាមទៅកុំឲ្យវាបាក់សាយនិយាយលេងទេបងប្អូនហើយមិនមែនបានតែប្រើអីទេប៉ាខ្ញុំឲ្យតែពេលគាត់មកម្ដងគាត់មិនមែនមកមួយផ្លេតទេជួនកាល1 ម៉ោង 2 ម៉ោងអីយកគាត់នៅលេងជាមួយចៅអញ្ចឹងទៅខ្ញុំឆ្លៀតពេលដែលគាត់នៅលេងជាមួយចៅហ្នឹងក៏ខ្ញុំឆ្លៀតទៅធ្វើត្រីឲ្យហើយត្រីហ្នឹងប៉ាយកមកឲ្យរៀងល្ងាចដែរឡើយអញ្ចឹងខ្ញុំធ្វើវាប្រឡាក់ស្អែកឡើងខ្ញុំជៀនណាមួយខ្ញុំចង់ដាក់បាត់លោកផងវីដេអូនេះរៀងតភាកបងប្អូនពួកអីដោយសារតែធ្វើត្រីហ្នឹងមួយថ្ងៃផ្សេងហើយស្អែកឡើងគឺខ្ញុំធ្វើម្ហូបផ្សេងទៀតខ្ញុំអត់ចង់ធ្វើវីដេអូ 2-3 វីដេអូអញ្ចឹងខ្ញុំកាត់វាបញ្ចូលគ្នាម្ហូបមួយមុខនេះខ្ញុំតាំងចិត្តមែនតែនបងប្អូនតាំងចិត្តតាំងពីចាប់ផ្ដើមធ្វើត្រីម្លេះនឹកឃើញថាធ្វើត្រីហ្នឹងខ្ញុំប្រឡាក់ទាំងអស់ហ្នឹងឯងដើម្បីប្រឡាក់ហើយហ្នឹងយកជៀនហ្នឹងបានចង្ហាន់ដាក់បាតលោកផងណាមួយខ្ញុំខានដាក់បាតលោកយូរហើយមានតែបច្ច័យអត់ដែលមានចង្ហាន់អីទេព្រោះដោយសារតែខ្ញុំពិបាកធ្វើអត់តាន់ចប់កូនផងអីផងណាមួយអត់ចង់ធ្វើប្រផាត់ប្រភេងទេប៉ុន្តែថ្ងៃហ្នឹងអត់អីទេដោយសារតែម្ហូបយើងរៀងស្រួលដែរគ្រាន់តែជៀនត្រីជៀនអីហើយខ្ញុំបុកទៅសក់បុកអីអែបបន្តិចប៉ុណ្ណឹងឯងបើម៉ែនៅម៉ែគាត់អត់ដែរខានទេគាត់ដាក់រាល់ថ្ងៃតែបើដូចខ្ញុំចេះអត់ដែរតាន់ទេបងប្អូនណាថ្ងៃខ្លះពងតែងូតទឹកអីអញ្ចឹងលោកបិនអញ្ចឹងអត់បានទៅដាក់អត់បានអីទេជួនកាលទៅចំពេលដែលកំពុងតែបបាយកូនក៏អត់បានដាក់ដូចគ្នាដែរនិយាយទៅខ្វៀងរហូតហ្មងតែថ្ងៃនេះតាំងចិត្តមែនតែនការតាំងចិត្តរបស់ខ្ញុំក៏បានសម្រេចដែរបានទាំងចង្ហាន់ហើយបានទាំងបច្ច័យទៀតវីដេអូមួយនេះរៀងវែងបន្តិចព្រោះដោយសារតែខ្ញុំដាក់វីដេអូវាចូលគ្នាបងប្អូនហើយតាំងពីវគ្គធ្វើត្រីរហូតមកដល់ធ្វើម្ហូបបើនិយាយពីត្រីជៀនរបស់ខ្ញុំវិញយើងប្រឡាក់វានៅសើមអញ្ចឹងយើងយកវាទៅជៀនភ្លាមអញ្ចឹងវាក្រឆ្អិនប៉ុន្តែយើងប្រឡាក់ភ្លាមជៀនភ្លាមអញ្ចឹងគឺវាឆ្ងាញ់ជាងពេលយើងហាលវាក្រៀមបន្ទាប់ពីត្រីឆ្អិនហើយខ្ញុំទុកត្រីនឹងឲ្យត្រជាក់ហើយក៏នាំកូននាំអីទៅងូតទឹកសិនបន្ទាប់មកបានចាប់ផ្ដើមរៀបចំច្រកម្ហូបច្រកអីទុកត្រៀមសម្រាប់ដាក់បាតលោកពេលដែលរៀបចំហ្នឹងនិយាយពីថាក្នុងចិត្តរៀងប្រផាត់ប្រភេងតែយាយពុទ្ធដោយសារតែអត់បានមើលមកមើលអីទេដឹងតែពីបញ្ញាប់យកខ្លាចតែលោកមុនមកបានតែដល់ពេលរៀបចង្ហាន់រៀបអីរួចហើយលោកអត់តន់ដល់ម៉ោងបិណ្ឌទេបងប្អូនហើយឡើងម៉ោង 8 កន្លះនោះបានលោកបិណ្ឌពេលខ្ញុំរៀបចំហ្នឹងម៉ោងទៅតែ 8 ប្រហែលនាទីទេនៅសល់ពេលរៀងយូរដែរអញ្ចឹងខ្ញុំយកពេលហ្នឹងបបាយកូនឲ្យហើយកូនមើមអស់គោមើមអីរួចហើយបន្ទាប់មកបានទៅដាក់បាតលោកជុំគ្នាពីរនាក់ម៉ែកូនប៉ុន្តែពេលដែលដាក់បាតលោកហ្នឹងគឺខ្ញុំអត់បានថតឲ្យបងប្អូនទាំងអស់គ្នាមើលទេដោយសារតែជាប់កូនជាប់អីផងបងប្អូនហើយដល់ពេលអញ្ចឹងទៅគឺខ្ញុំអត់បានដាក់ទូរស័ព្ទទៅតាមថតទេ